បន្ទុកបងត្រឹមទូបាញ់ឈឺគេកុំសំទោសម៉ាក់មានតែសប្បាយចិត្តម៉ាក់មានតែរំភើបទៅវិញទេកូនបបលោកស្រីរៀបចំរួចហើយអត់មកខ្ញុំមិនអញ្ចឹងប្រយ័ត្នផងលោកសាមបបនេះក្តៅណាស់ហើយបើមានការអ្វីអាចប្រាប់ខ្ញុំមកចោះមិនអីទេសននាងទៅធ្វើការនាងចុះចាលោកសាមចាប់ពីថ្ងៃនេះតទៅម៉ាក់នឹងមើលថែកូនឲ្យបានល្អហើយម៉ាក់សន្យាថាម៉ាក់មិនទៅណាចោលកូនទៀតទេហើយរឿងលុយកាំងម៉ាក់នឹងចាត់ចែងឲ្យកូនចាយវាមិនឲ្យកូនធ្វើការនៅខាងក្រៅលំបាកទៀតទេណាប៉ុន្តែខ្ញុំពេញចិត្តការងារដែលខ្ញុំធ្វើហើយខ្ញុំក៏ចូលចិត្តរកលុយចាយដោយខ្លួនឯងដែរអ្វីដែលសំខាន់នៅពេលនេះគឺម៉ាក់ត្រូវមើលថែសុខភាពខ្លួនឯងឲ្យដឹងថាជំងឺម៉ាក់បែបណាម៉ាក់មានលុយច្រើនជំងឺប៉ុណ្ណឹងរឿងអីដែលម៉ាក់ព្យាបាលខ្លួនឯងមិនជានោះសំខាន់ឲ្យតែម៉ាក់មានកូនផ្ដល់ភាពកក់ក្ដៅឲ្យម៉ាក់កូននឹងនៅក្បែរម៉ាក់ហើយផ្ដល់កម្លាំងចិត្តឲ្យម៉ាក់ជានិច្ចណាកូនម៉ាក់ល្អណាស់ឲ្យម៉ាក់សុំទោសផងណាកូនដែលកន្លងមកម៉ាក់មិនបានធ្វើជាម្ដាយល្អសម្រាប់កូនម៉ាក់សុំទោសកូនច្រើនហើយហើយម៉ាក់ធ្វើនេះក៏មានហេតុផលរបស់ម៉ាក់ដែរឲ្យកូនសុំទោសណាដែលកូនអត់ព្រមទទួលយកហេតុផលរបស់ម៉ាក់កូនស្រីល្អរបស់ម៉ាក់ពិតជាគួរឲ្យស្រឡាញ់ណាស់នេះលោកសែមពេលនេះកូនស្រីរបស់ខ្ញុំគេព្រមទទួលខ្ញុំជាម្ដាយបង្កើតរបស់គេហើយខ្ញុំសប្បាយចិត្តណាស់បាទអ្នកស្រីខ្ញុំជួយត្រេកអរផងអញ្ចឹងអ្នកស្រីខ្ញុំក៏អរគុណសែមច្រើនដែរកន្លងមកគង់តែបានសែមជួយតាមរកកូនវតីទេមិនអញ្ចឹងថ្ងៃនេះខ្ញុំក៏មិនបានឃើញមុខកូនវតីនៅទីនេះដែរអរគុណច្រើនណាស់បាទអ្នកស្រីលោកសែមលើកម្ហូបឲ្យម៉ាក់មែនបាទអ្នកនាងតូចខ្ញុំបានឲ្យសនដាំបបរជូនអ្នកស្រីមកឲ្យខ្ញុំមកចាំខ្ញុំរៀបចំឲ្យម៉ាក់ផ្សាយបាទអ្នកស្រីអញ្ចឹងខ្ញុំចេញទៅវិញអ្នកនាងតូចម៉ាក់ពិសាបោសិនណាម៉ាក់ដូចជាមិនតាន់ឃ្លានទេទោះបីជាម៉ាក់អត់ឃ្លានក៏ម៉ាក់ត្រូវតែពិសាដែរលោកសែមខំលើកឲ្យម៉ាក់ដល់បន្ទប់គាត់ប្រកាសជាដឹងថាម៉ាក់អត់ទាន់បានពិសាឲ្យចូលពោះហើយអញ្ចឹងកុំធ្វើឲ្យការបារម្ភរបស់គាត់គ្មានប្រយោជន៍ចំពោះម៉ាក់ណាម៉ាក់ញ៉ាំក៏បានមិនដឹងស្មានថាស្នេហាយើងលឿនចឹងសោះបងក៏មិននឹកស្មានដែរតើដឹងអត់បងហ្នឹងចាប់អារម្មណ៍អូនតាំងថ្ងៃដែលយើងជួបគ្នាដំបូងហ្នឹងចុះសង្សារបងថាយើងមិននិយាយដល់ទៀតទេព្រោះបងគ្រាន់តែលេងសើចទៅគ្មានអីច្បាស់ការជាមួយទៀតទេហាត់បាយបានល្អអ្នកទាំងពីរអាចទៅសម្រាប់បានណាក្រុមការងាររៀបចំបានដូចសត
ប៉ុន្តែមានអារម្មណ៍ថាខ្លួនឯងសម្ដែងដូចមិនដឹងទេ មានណាបងឃើញរស់ប្រកាសសង្អីហ្នឹង តែប៉ុន្តែសាមញ្ញអ្នកដឹកនាំជួយណែនាំដែរហ្នឹង អស់ហើយចា ប៉ុន្តែចាត់ទុកជាការអរគុណខ្ញុំសូមប៉ាវបាយមកពេលបានអត់ អូបងថាកុំអី កុំបកកាយអីព្រោះដោយសារចាត់ទុកថាយើងបកកាយឱកាសសួរស្នាមមួយគ្នាផង តែថាទៅល្អដែរតាបានភាពសិក្សាទៅគីឡូរស់ងាយស្រួលសម្ដែងជាមួយបងជាងមុន អូខេ អញ្ចឹងឥឡូវអត់ហើយតែស្ងាត់ញ៉ាំអីសិន អូខេ នេះជាបន្ទប់គេងរបស់កូនហើយកូនមើលមកកូនស្រឡាញ់អត់បើកូនមិនពេញចិត្តទេចាំមកឲ្យគេមកឌីកថ្មីឲ្យកូនណា កូនពេញចិត្តកតុបនេះស្អាតជាងកតុបគេងកូនឆ្ងាយហ៎ វត្តៃកូនចង់រើមកនៅជាមួយម៉ាក់ថ្ងៃណាដែរ រឿងនេះគឺ មកនៅថ្ងៃស្អែកតែម្ដងទៅណោះ តែកូនថាដូចជាលឿនពេកហើយ មិនលឿនពេកទេតាមចិត្តម៉ាក់គឺចង់ឲ្យកូនមករស់នៅថ្ងៃនេះតែម្ដងតែខ្លាចកូនមិនព្រម កូនសុំពេលម៉ាក់ពី3ថ្ងៃទៀតបានអត់ បានទេម៉ាក់ចង់ឲ្យកូនឆាប់មកនៅជាមួយម៉ាក់ដើម្បីឲ្យម៉ាក់រៀបចំទេក្រុមហ៊ុនឲ្យកូនកូនត្រូវតែស្ដាប់ម៉ាក់និងស្ដាប់ពូសេឲ្យបានច្រើនណាកូនម៉ាក់ដឹងថាកូនប្រកាសជានឹកផ្ទះចាស់ហើយនឹកដល់ពូវ៉ាន់ដែលធ្លាប់មានគុណចិញ្ចឹមកូនកន្លងមកតែម៉ាក់មានបានហាមឃាត់កូនមិនឲ្យទៅសួរសុខទុក្ខគាត់ឯណា ចាំពេលណាដែលកូនហាត់ការបានស្ទាត់ហើយម៉ាក់នឹងផ្ដល់សេរីភាពឲ្យកូនវិញណា ចាម៉ាក់ ចាប់ពីថ្ងៃនេះទៅម៉ាក់ចង់ឲ្យកូនកែប្រែជីវិតពីកូនស្រីសាមញ្ញម្នាក់ក្លាយជាកូនស្រីអភិជនមានមុខចំនួនច្រើននៅក្នុងដៃហើយជាម្ចាស់ក្រុមហ៊ុនម្នាក់យ៉ាងឆ្លាតវៃទៀតផងស្ដាប់បានទេ ល្ងាចនេះកូននៅញ៉ាំបាយជាមួយម៉ាក់សិនណាចាំស្អែកចាំត្រឡប់ទៅផ្ទះវិញ បនលប់ថាខ្លួនល្អគ្រប់គ្រាន់ហើយតែចុងក្រោយទើបដឹងថាគ្មានន័យអារម្មណ៍ឈឺចាប់ហាក់រៀលដាលកាន់តែខ្លាំងបែងដងខំប្រឆាំងប្រាប់ថាគ្មានរឿងអ្វីស្ដាប់ពាក្យស្រឡាញ់ ដែលអូនប្រាប់ស្ទើររាល់ថ្ងៃល្ងងមិនដឹងអីចុងក្រោយត្រូវឈឺតែម្នាក់ឯង កូនមិនចង់ញ៉ាំបាយជាមួយម៉ាក់ទេអី មានណាម៉ាក់ម៉ាក់កុំគិតចឹងមើល សនសនចេះអ្នកស្រី ទៅប្រាប់លោកសែមទៅឲ្យគេរៀបចំឡានឲ្យខ្ញុំត្រូវការចេញទៅក្រៅ ចាអ្នកស្រី អាឡូអ្នកស្រីគាត់រវល់ការងារក្រុមហ៊ុនក៏ច្រើនណាស់អញ្ចឹងហើយលុយទាំងប្រមាណលានសោះឲ្យសម្រេចទៅ លោកសែម មានការអីសន យើងចង់ទៅជួបអ្នកដែលចិញ្ចឹមកូនដតីរបស់យើងនិយាយជាមួយគេឲ្យបានដាច់ស្រេចកុំឲ្យគេមកពាក់ព័ន្ធជាមួយកូនយើងទៀតស្អែកនេះកូនដតីមករស់នៅជាមួយខ្ញុំមកអញ្ចឹងហើយខ្ញុំត្រូវតែដោះស្រាយនេះឲ្យបានឆាប់រហ័សកុំឲ្យនិយាយ